អគ្គស្នងការកងទ័ពអ៊ុយក្រែនបាននិយាយថាកងកម្លាំងរបស់ខ្លួនបានវិប្រហារទៅលើទីតាំងបាញ់បង្ហោះដ្រូនរបស់រុស្ស៊ីនៅក្នុងតំបន់ខឹកដែលបានសម្លាប់ប្រតិបត្តិការរហូតដល់20នាក់យោងទៅតាមការលើកឡើងរបស់អគ្គស្នងការកងទ័ពអ៊ុយក្រែនបានបង្ហាញថាកងទ័ពអាកាសរបស់អ៊ុយក្រែនបានវិប្រហារទៅលើទីតាំងបាញ់បង្ហោះដ្រូនរបស់រុស្ស៊ីនៅជិតភូមិ Tekskino ក្នុងតំបន់ខឹកនៃប្រទេសរុស្ស៊ីនាថ្ងៃទី19ខែមេសាកន្លងទៅសេចក្តីថ្លែងការណ៍នេះបានបង្ហាញថាការវិប្រហារបានសម្លាប់ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើករហូតដល់ទៅ20នាក់ហើយកងកម្លាំងរុស្ស៊ីតាមសេចក្តីរាយការណ៍បានប្រើប្រាស់កន្លែងនេះដើម្បីរៀបចំបំពាក់និងការស៊ើបការវិប្រហារជាមួយនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក SPV កងកម្លាំងរបស់រុស្ស៊ីក៏បានបាញ់បង្ហោះនៅយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនស្ទើរតែរៀងរាល់យប់ដោយផ្ដោតទៅលើតំបន់ជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់អគ្គស្នងការបាននិយាយថាការវិប្រហាររបស់យើងគឺជាការឆ្លើយតបចំពោះសកម្មភាពរបស់រុស្ស៊ីដែលប្រឆាំងទៅនឹងកងទ័ពអ៊ុយក្រែនដែលគ្មានឧក្រិដ្ឋកម្មសង្គ្រាមគឺគ្មានទោសទណ្ឌនោះទេការវិប្រហារដោយយន្តហោះគ្មានមនុស្សបើកបានកើតឡើងខណៈពេលដែលទីក្រុងមូស្គូបានបន្តបដិសេធសំណើដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល30ថ្ងៃរវាងរុស្ស៊ីនិងអ៊ុយក្រែនប្រធានាធិបតីលោក Volodymyr Zelensky បានស្នើនៅថ្ងៃទី20ខែមេសាដើម្បីអនុវត្តនូវការហាមឃាត់នៅបទឈប់បាញ់រយៈពេល30ថ្ងៃសម្រាប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលវាមានក្រំឡាំងមិនគាំទ្រសំណើរបស់ទីក្រុងគៀវនោះទេយ៉ាងណាមិញកាលពីថ្ងៃទី19ខែមេសាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសនៅបទឈប់បាញ់ថ្ងៃបុណ្យអេស្ទើនៅតំបន់ជមុកដោយអះអាងថាកងទ័ពរុស្ស៊ីនឹងមិនចូលរួមនៅក្នុងការប្រយុទ្ធនាចុងសប្តាហ៍នេះនោះទេហើយបើយល់ទៅតាមលោក Zelensky ប្រទេសនេះបានបំពេញនៅបទឈប់បាញ់ប្រហែល 3000 ដងហើយវិមានក្រំឡាំងបានបង្ហាញសញ្ញាពេញចិត្តចំពោះការប្រឆាំងរបស់សហរដ្ឋអាមេរិកសម្រាប់សមាជិកភាពអង្គការ NATO របស់ប្រទេសអ៊ុយក្រែនអ្នកនាំពាក្យវិមានក្រំឡាំងលោក Dmitry Peskov បាននិយាយនៅថ្ងៃទី21ខែមេសាថាសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលបានបដិសេធសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការ NATO ដែលស្របទៅតាមទស្សនៈរបស់រុស្ស៊ីនិងពេញចិត្តសម្រាប់ទីក្រុងមូស្គូកាសែត Wall Street Journal នាពេលថ្មីនេះបានរាយការណ៍ថាការហាម5លើទីក្រុងគៀវក្នុងការចូលរួមនៅក្នុងសម្ព័ន្ធភាពនេះគឺជាផ្នែកមួយនៃសំណើបទឈប់បាញ់ដែលបង្ហាញដោយមន្ត្រីរបស់អាមេរិកទៅកាន់ប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលនៃការចរចានៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុនដំណឹងនេះបានគូបញ្ជាក់អំពីការប្រឆាំងរបស់រដ្ឋបាលលោកដូណាល់ត្រាំរួចទៅហើយចំពោះសមាជិកភាពរបស់អ៊ុយក្រែនលោក Dmitry Peskov បាននិយាយថាយើងបានឮពីទីក្រុង Washington នៅមានកម្រិតផ្សេងថាសមាជិកភាពរបស់ប្រទេសអ៊ុយក្រែននៅក្នុងអង្គការ NATO គឺស្ថិតនៅក្រៅសំណួរអ្នកនាំពាក្យរដ្ឋនេះបានបន្ថែមថាជាការពិតណាស់នេះគឺជាអ្វីដែលធ្វើឲ្យយើងពេញចិត្តនិងស្របទៅតាមគោលជំហររបស់រុស្ស៊ីដែលអ៊ុយក្រែនមិនគួរខ្លាចទៅជាសមាជិកភាពអង្គការ NATO បាននោះទេប្រធានាធិបតីរបស់អាមេរិកលោកដូណាល់ត្រាំក៏បានបន្តម្ដងហើយម្ដងទៀតនៃការរៀបរាប់របស់ទីក្រុងមូស្គូថាកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែននៅក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលនាំឲ្យមានការឈ្លានពានពេញទំហឹងយ៉ាងណាមិញការឈ្លានពានរបស់រុស្ស៊ីប្រឆាំងទៅនឹងអ៊ុយក្រែនបានចាប់ផ្ដើមនៅក្នុងឆ្នាំ2014ជាមួយនឹងការបញ្ចូលនៅឧបទ្វីបគ្រីមៀនិងសង្គ្រាមនៅក្នុងតំបន់ Donbas ដែលជាពេលវេលាដែលទីក្រុងគៀវមានលទ្ធភាពតិចតួចក្នុងការចូលរួមជាមួយសម្ព័ន្ធភាពនាពេលខាងមុខប្រទេសអ៊ុយក្រែនបានដាក់ពាក្យចូលជាសមាជិកភាពអង្គការអូតូនៅខែកញ្ញាឆ្នាំ2022ពលគឺប៉ុន្មានខែបន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំយ៉ាងណាមិញប្រទេសនេះមិនទាន់ទទួលបាននៃការអញ្ជើញជាផ្លូវការនៅឡើយនោះទេខណៈដែលសមាជិកទាំង32បានតស៊ូដើម្បីឈានទៅដល់ឯកភាពគ្នាបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែននោះគឺលោក Kat Skellock បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹង Fox News នាថ្ងៃទី20ខែមេសាថាអង្គការ NATO គឺមិនបានស្ថិតនៅលើតុសម្រាប់ការចរចានោះទេជាដំណើរកន្លងមកប្រទេសអ៊ុយក្រែនបានចរានចោលលើការរឹតបន្តឹងសម្រាប់ការចូលរួមនៅក្នុងសម្ព័ន្ធភាពនិងអង្គការអន្តរជាតិដូចជាអង្គការ NATO និងសហភាពអឺរ៉ុបដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បាននិយាយនាពេលថ្មីនេះថាមេគារបស់ទីក្រុងគៀវឆ្ពោះទៅកាន់សមាជិកភាពនៅតែមិនអាចត្រឡប់ក្រោយបានដោយដែលបានព្រមព្រៀងគ្នាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរបស់អង្គការ NATO ក្នុងឆ្នាំ2024ប៉ុន្តែបានបន្ថែមថាបញ្ហានេះនឹងមិនមែនជាផ្នែកនៃដំណោះស្រាយសន្តិភាពជាយថាហេតុនោះទេ
ចេនមិញកាសែត Wall Street Journal ក៏បានរាយការណ៍ផងដែរថាសហរដ្ឋអាមេរិកដែលបានទទួលស្គាល់នៃការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីអាចជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពនៅពេលដែលសួរអំពីប្រធានបទនេះលោក Dmitry Peskov បាននិយាយថាមេគីឈ្មោះទៅរកដំណោះស្រាយដោយសន្តិវិធីមិនអាចនឹងមិនគួរប្រព្រឹត្តទៅនៅលើឆាកសាធារណៈគូបញ្ជាក់ឲ្យដឹងផ្នែកថាទីក្រុងគៀវបានច្រានចោលម្ដងហើយម្ដងទៀតនៅក្នុងការទទួលស្គាល់នៃការកាន់កាប់របស់រុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាទៅលើច្បាប់ដែលផ្ដល់នូវសច្ចាប័នលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងប្រទេសអ៊ីរ៉ង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍នាថ្ងៃទី21ខែមេសាថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាទៅលើច្បាប់ដែលផ្ដល់នូវសច្ចាប័នទៅលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសអ៊ីរ៉ង់កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដំបូងក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងលោកពូទីននិងប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូតប៉ាស៊ីស្ខាននៅប្រទេសរុស្ស៊ីកាលពីថ្ងៃទី17ខែមករាជាកន្លែងដែលមេដឹកនាំទាំងពីរបានសន្យានូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងវិស័យពាណិជ្ជកម្មការពារជាតិធម្មពលនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ច្បាប់ស្តីពីសន្ធិសញ្ញានេះត្រូវបានអនុម័តដោយរដ្ឋឌូម៉ាដែលជាសភាជាន់ទាបនៃសភារុស្ស៊ីកាលពីថ្ងៃទី8ខែមេសានិងបានអនុម័តក្រុមប្រឹក្សាសហព័ន្ធនៅថ្ងៃទី16ខែមេសាដោយហត្ថលេខារបស់ប្រធានាធិបតីនៅសល់ជាជំហានចុងក្រោយយោងទៅតាមវិមានក្រំឡាំងនៃកិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យសំខាន់រួមទាំងវិស័យនៃការវិនិយោគការដឹកជញ្ជូននិងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ខណៈដែលពួកគេកំពុងស្វែងរកដំណោះស្រាយសម្រាប់បញ្ហានៅក្នុងតំបន់និងសកលលោកផងដែរប្រទេសទាំងពីរក៏បានសន្យាថានឹងមិនផ្ដល់ជំនួយដល់ភាគីទី3ណាមួយដែលពាក់ព័ន្ធទៅនឹងចំនួនជាមួយនឹងភាគីម្ខាងទៀតនៅឡើយមន្ត្រីរបស់ប្រទេសអ៊ីរ៉ង់និងរុស្ស៊ីបានចាត់ទុកនូវកិច្ចព្រមព្រៀងនេះថាជាការឆ្លើយតបទៅនឹងការកើនឡើងសម្ពាធនៃភូមិសាស្ត្រនយោបាយពីប្រទេសលោកខាងលិចប្រទេសអ៊ីរ៉ង់និងរុស្ស៊ីបានមើលឃើញថាទំនាក់ទំនងរបស់ពួកគេបានពង្រឹងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្ដើមនៃការលុកលុយពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងឆ្នាំ2022ទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់ដល់ទីក្រុងមូស្គូនៅយន្តហោះគ្មានមនុស្សបើកប្រភេទ Zahid រាប់ពាន់គ្រឿងដែលប្រើប្រាស់នៅក្នុងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ុយក្រែនក៏ដូចជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីផងដែរដោយមានជំនួយពីប្រទេសអ៊ីរ៉ង់រុស្ស៊ីបានចាប់ផ្ដើមផលិតនៅរ៉ាតស្យងរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជាប្រភេទ Garand 2ការផ្ដល់នូវសច្ចាប័ននេះបានធ្វើឡើងបន្ទាប់ពីការផ្លាស់ប្ដូរស្រដៀងគ្នាដោយលោកពូទីននៅក្នុងខែមិថុនាឆ្នាំ2024នៅពេលដែលគាត់បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូដែលផ្ដោតទៅលើការការពារជាមួយនឹងប្រទេសកូរ៉េខាងជើងកតិកាសញ្ញានេះបានរួមបញ្ចូលនូវឃ្លាគាំទ្រយោធាទៅវិញទៅមកហើយចាប់តាំងពីពេលនោះមកទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថាបានបញ្ជូនទាហានរហូតដល់ទៅ 12,000 នាក់ទៅកាន់ទឹកដីរុស្ស៊ីដើម្បីជួយការពារប្រឆាំងទៅនឹងប្រតិបត្តិការឆ្លងព្រំដែនរបស់អ៊ុយក្រែននៅក្នុងតំបន់ខឹក